បាទជាដំបូងខ្ញុំសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយចំពោះថ្ងៃនេះដែរគឺខ្ញុំចង់ចែករំលែកទាក់ទងជាមួយនឹងបញ្ហាប្រឈមមួយដែលថ្មីនេះមានសារព័ត៌មានបរទេសដែលលើកយកពីបញ្ហាសកលទាក់ទងជាមួយនឹងបញ្ហាអាកាសធាតុគឺ El Niño បាទ El Niño នេះគឺមានន័យថាការកើនឡើងកម្ដៅជាសកលដែលការកើនឡើងកម្ដៅនេះគឺលើសពីកម្ដៅប្រកដីធម្មតាបងប្អូនបាទហើយហេតុអីបានខ្ញុំលើកយករឿងនេះមកនិយាយពីព្រោះថាជាធម្មតាបញ្ហាកម្ដៅនេះវាពាក់ព័ន្ធទៅលើនឹងវិស័យកសិកម្មដូចគ្នាបងប្អូនអញ្ចឹងហើយបងប្អូនដែលជាកសិករចិញ្ចឹមសត្វឬក៏ធ្វើកសិកម្មដាំដុះផ្សេងប្រកបណាស់គឺជួបហានិភ័យហើយអញ្ចឹងហើយការកើនឡើងកម្ដៅនេះការព្យាករណ៍របស់Reuters គាត់ចេញពីថ្ងៃទី17ខែ6 2026នេះបានលើកឡើងថាការកើនឡើងកម្ដៅអាចនឹងកើតមាននៅចាប់ផ្ដើមពីខែ6នេះរហូតទៅដល់ចុងឆ្នាំ2026ឬក៏អាចនឹងឈានដល់ដើមឆ្នាំ2027អញ្ចឹងហើយយើងដឹងស្រាប់ហើយនៅបច្ចុប្បន្នគឺរដូវវស្សាប៉ុន្តែអាកាសធាតុយើងមើលឃើញថាក្តៅខ្លាំងនៅពេលទោះបីជាមានទឹកភ្លៀងធ្លាក់ក៏ដោយនេះគឺជាបញ្ហាមួយប្រឈមហានិភ័យដូច្នេះហើយខ្ញុំលើកយកចំណុចនេះឡើងដើម្បីតើយើងគួរធ្វើបែបណាដើម្បីជៀសវាងប្រឈមហានិភ័យគ្រោះថ្នាក់ដល់ការធ្វើអាជីវកម្មជាមួយសត្វប្រជាការចិញ្ចឹមមាន់អីជាដើមបងប្អូនបាទដោយមើលឃើញថាកាលពីរដូវប្រាំងឆ្នាំតំបាញ់ហ្នឹងគឺសីតុណ្ហភាពឡើងខ្ពស់ហើយជាបញ្ហាប្រឈមជាច្រើនជាមួយនឹងការចិញ្ចឹមសត្វបាទទាំងកម្ដៅកើនឡើងរហូតដល់42យ៉ាងយើងឃើញថាវាជាហានិភ័យខ្ពស់ដែលធ្វើឲ្យសត្វរបស់យើងមានបញ្ហាសុខភាពជាពិសេសការស៊ីចំណីថយចុះហើយអត្រាជំងឺក៏កើនឡើងជាធម្មតាកាលណាស៊ីចំណីថយចុះមាន់ក៏ការលូតលាស់ក៏យឺតដូចគ្នាបាទអញ្ចឹងឧទាហរណ៍បើសិនជាយើងចាំមាន់សាច់អាយុត្រឹមជាមធ្យម34-35ថ្ងៃចាប់ការស៊ីចំណីថយចុះបន្តិចបន្តួចអាចនឹងអាយុរហូតដល់ជាមធ្យម36-37ថ្ងៃបានមាន់នឹងចាប់ផ្ដើមបានចាប់បាទអញ្ចឹងហើយចូលទៅដល់ចំណុចសំខាន់តើEl Niñoហ្នឹងវាប៉ះពាល់ទៅលើអីផ្សេងទៀតគឺបញ្ហាសុខភាពផងដែរបងប្អូនក៏ប៉ះពាល់ដែរបញ្ហាសុខភាពទៅលើសុខភាពសាធារណៈមានថាសុខភាពមនុស្សសុខភាពអីហ្នឹងយើងគួរណាថែទាំសុខភាពដែលយើងទៅឆ្ងាយឬក៏យើងជៀសវាងការដើរហាលថ្ងៃដែលបញ្ហាប្រឈមជាមួយនឹងបញ្ហា stroke បញ្ហាហើយពាក់ព័ន្ធទៅលើកម្ដៅកើនឡើងខ្លាំងធ្វើឲ្យយើងស្លប់ធ្វើឲ្យយើងអីហ្នឹងបងប្អូនបាទជាពិសេសបាទចឹងតើតើនឹងបញ្ហាកម្ដៅនេះតើយើងគួរធ្វើបែបណាដើម្បីជៀសវាងកុំឲ្យសត្វរបស់យើងជួបបញ្ហាបងប្អូនបាទចឹងហើយខ្ញុំសូមលើកឧទាហរណ៍មួយតើតើនឹងបញ្ហាទឹកបាទការគ្រប់គ្រងទឹកខ្ញុំចុះកសិដ្ឋានជារឿយឃើញបងប្អូនមួយចំនួនគាត់ផ្លេចយកចិត្តទុកដាក់រឿងធុងស្តុកទុកហើយនឹងទុយយោដើម្បីនាំទឹកចូលទៅក្នុងរោងបងប្អូននេះជាចំណុចសំខាន់មួយដោយសារតែធម្មតាកម្ដៅកើនឡើងធ្វើឲ្យបញ្ហាទឹកក្តៅនៅពេលដែលយើងប្រើធុងស្តុកទឹកធុងសាច់ឡូធុងអីហ្នឹងនៅទីវាលបងប្អូនអត់មានក្របអត់មានបានក្របអត់មានអីហើយមានន័យថាយើងធ្វើជាដបូលឬក៏ពាត់ជុំវិញបាទដើម្បីខាំងកុំឲ្យពលឺថ្ងៃហ្នឹងជះចូលធុងឬក៏ត្រូវជាមួយទុយយោដែលធ្វើឲ្យទឹកហ្នឹងវាក្តៅ
កាលណាទឹកក្តៅនៅពេលដែលមន់ផឹកគឺផឹកអត់សូវបានណាបងប្អូនជាពិសេសទៅក្នុងដំណាក់កាលថ្ងៃទី1ដែលកូនមន់ចូលឬក៏មិនថាសត្វមន់ទេសត្វផ្សេងទៀតដែលចូលចិញ្ចឹមដំបងហ្នឹងយើងត្រូវពិនិត្យមើលអាមេផល Dringler មានន័យថាកន្លែងក្បាលបតក់ទឹកតើសីតុណ្ហភាពប្រមាណពេលខ្លះហើយនៅពេលដែលកម្ដៅសីតុណ្ហភាពក្តៅខ្លាំងពេកខ្ញុំឧទាហរណ៍ខ្ញុំស្ទាបមើលអាចនឹងឡើងដល់40អង្សាជាងបងប្អូនហើយបងប្អូនសម័យមើលថាកូនមន់ផឹកបានអត់អញ្ចឹងហើយទោះផឹកបានតិចតួចហើយកូនមន់សុខចិត្តស៊ីចំណីហើយអត់ទៅរកផឹកទឹកទេគឺបាត់បង់ការផឹកទឹកហើយដូច្នេះហើយធ្វើឲ្យកូនមន់នឹង stress កូនមន់នឹងស៊ីតែចំណីយើងស្ទាបកែមើលទៅមានតែចំណីទេអញ្ចឹងហើយបងប្អូនត្រូវការពារត្រូវធ្វើម៉េចសៃឡូទឹកត្រូវបាំងពលឺកុំឲ្យធ្វើពលឺខ្លាំងពេកហើយប្រព័ន្ធទឹកពន្ធយោហ្នឹងក៏យើងអាចប្រើឬក៏បាំងបងប្អូនខ្លះគាត់ប្រើទយោទាញចូលក្នុងរោងគឺទាញពីខាងក្រៅទៅហើយដល់គល់រោងចុងរោងបានគាត់ទាញចូលខាងក្នុងអញ្ចឹងហើយខ្ញុំសូមណែនាំឲ្យប្រើទយោដាក់ទៅក្នុងរោងម្ដងក៏បានដែរដើម្បីជាចំណេញបងប្អូនចំណេញគឺថាយើងមិនបាច់ចាប់ប្រើអ៊ីសាឡង់អីដើម្បីរុំទយោនឹងកុំឲ្យវាក្តៅទេបាទហ្នឹងចំណុចទី1ចំណុចទី2បងប្អូនគួររោងសម្រាប់រោងចំហមិនមែនជារោងបិទគឺយើងមានប្រព័ន្ធ e-web ដើម្បីបន្តទឹកកាត់បន្ថយកម្ដៅនៅក្នុងរោងបានប៉ុន្តែសម្រាប់រោងចំហជាពិសេសជាកសិករដែលចំមន់លក្ខណៈខ្នាតតូចហ្នឹងបងប្អូនគួរតែមាន spray បាញ់រៀបចំមកអស់ហើយទៅបងប្អូន spray បាញ់លើដបូលបងប្អូនណាអត់ទាន់មានគួរតែរៀបចំព្រោះកម្ដៅឡើងខ្លាំងណាបងប្អូនខ្ញុំគិតថានៅពេលដែលកម្ដៅឡើងខ្លាំងលើពី40អង្សាឬក៏លើពី42អង្សាទៅហើយមន់មានបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារតែវាក្តៅខ្លាំងពេលថ្ងៃពេលយប់សន្តិភាពអាចចុះដែរអញ្ចឹងវាអត់ថេបងប្អូនចាស់តាក់ទងបញ្ហាសុខភាពមកអញ្ចឹងយើងគួរតែមាន spray ទឹកហើយនឹងការគ្រប់គ្រងនៅជុំវិញរោងហ្នឹងយើងគួរតែបើមានប្រភពទឹកគ្រប់គ្រាន់ដូចជាទឹកដូងទឹកអីហ្នឹងយើងប្រើ spray បាញ់ជុំវិញហ្នឹងមានដើមឈើមានអីខ្លះកុំឲ្យខ្ពស់ពេកហប់ខ្យល់បងប្អូនយើងអាច spray បាញ់ទឹកនៅជុំវិញរោងឲ្យត្រជាក់អញ្ចឹងហើយសំខាន់ជាងគេគឺយើងមានប្រភពទឹកយើងត្រូវបើបងប្អូនណាអត់ទាន់មានប្រព័ន្ធទឹកគួរណាតែស្ដារទឹករកប្រភពទឹកឲ្យបានគ្រប់គ្រាន់ព្រោះអីមានតែទឹកទេបងប្អូនអាចបង្ក្រាបកម្ដៅបានបាទអញ្ចឹងហើយចិត្តសាស្ត្រយើងគឺមួយគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមានប្រភពទឹកគ្រប់គ្រាន់អញ្ចឹងរកប្រភពទឹកណាមកឲ្យបានមកដើម្បីការពារសម្បីតែប្រព័ន្ធ e-web ហ្នឹងគឺក៏ត្រូវការទឹកដែរបងប្អូនគឺដើម្បីបន្ថយកម្ដៅតំបន់អាស៊ីយើងគឺក្ដៅអញ្ចឹងដើម្បីបន្ថយកម្ដៅគឺប្រើយុទ្ធសាស្ត្រតម្រក់ទឹកទៅលើប្រព័ន្ធ cooling pad ហើយកង្ហារទាញទៅវាធ្វើឲ្យត្រជាក់បាទអញ្ចឹងហើយនៅពេលដែល El Niño នេះកើតឡើងកម្ដៅសីតុណ្ហភាពកើនឡើងអញ្ចឹងយើងគួរតែមានប្រភពទឹកឲ្យបានច្រើនតិចបងប្អូនបាទហើយចោះហើយនេះសម្រាប់អ្នកដែលគាត់មានទ្រង់មាត់ស្រាប់ចោះហើយអ្នកអត់ទាន់ចង់គិតថាចាប់ផ្ដើមអាជីវកម្មចិញ្ចឹមសត្វហ្នឹងបងប្អូនចំណុចហ្នឹងបងប្អូនក៏គួរពិចារណាដែរគួរតែលើកទៅឆ្នាំក្រោយឬក៏បន្តទៅមុខបាទអានេះហើយបើតាមគំនិតខ្ញុំសូមលើកទឹកចិត្តថាបើសិនជាបងប្អូនមានគ្រប់គ្រាន់ហើយតតងនឹងការគ្រប់គ្រងហ្នឹងយើងធ្វើអាចការពារកម្ដៅនឹងបានឧទាហរណ៍យើងមានប្រព័ន្ធទឹកគ្រប់គ្រាន់ឬក៏រោងយើងធ្វើហ្នឹងគឺសិតតែស្តង់ដារតាមប្រព័ន្ធ e-web តាមអីអញ្ចឹងណាបងប្អូនតាមប្រព័ន្ធ e-web ហើយរោងគេហៅថារោងបិទរោងអីហ្នឹងយើងមាន
វាមានចឹងហើយអត់អីទេខ្ញុំលើកទឹកចិត្តឲ្យធ្វើប៉ុន្តែក្នុងករណីដែលបងប្អូនធ្វើបន្តិចបន្តួចរោងហើយបែបយើងអត់អាចគ្រប់គ្រងសីតុណ្ហភាពបានតើទៅនឹងរោងចំហធម្មតាហើយនៅពេលដែលកម្ដៅកំពុងតែកើនឡើងក្ដៅអញ្ចឹងភពទឹកយើងអត់សូវមានទៀតធ្វើឲ្យមានបញ្ហាបងប្អូនយើងប្រឈមនឹងការបាត់បង់ដែរពីព្រោះអីអាចនឹងសុខភាពមាន់អត់សូវល្អសុខភាពអត់សូវល្អការស៊ីចំណីថយចុះឬក៏អត្រាងាប់ខ្ពស់ដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលដែរបងប្អូនបាទហើយសម្រាប់ទៅលើវិស័យដាំដុះវិញខ្ញុំមានបបផ្សោតតិចតួចចឹងបងប្អូនខ្ញុំអត់មានជាយោបល់អីទេតែវាដូចតែគ្នាទេបងប្អូនទាក់ទងនឹងរឿងដំណាំហ្នឹងគឺទឹកហ្នឹងសំខាន់ពេលដែលកម្ដៅសីតុណ្ហភាពឡើងខ្ពស់គឺមានតែទឹកទេដែលអាចជួយបានធ្វើឲ្យសីតុណ្ហភាពហ្នឹងវាថយចុះទោះករណីបងប្អូនសង្កេតមើលករណីរោងបិទក៏ដោយនៅពេលដែលកម្ដៅកាន់តែក្ដៅហើយសូម្បីតែខ្យល់បក់ក៏អាចជួយចុះឲ្យត្រជាក់បានទេគឺមានតែធ្វើឲ្យខ្សោះថែមនៅពេលដែលយើងប្រើកង្ហារច្រើនពេកដើម្បីទាញរាល់ចំហាយក្ដៅនឹងចេញវាមិនទៅជាក្ដៅវាមិនទៅជាត្រជាក់គឺទៅជាកាន់តែខ្សោះក្ដៅទៅវិញបាទនេះជាចំណុចបាទអានេះជាចំណុចដែលខ្ញុំចង់ចែករំលែកជាមួយបងប្អូនទាក់ទងនឹងការចិញ្ចឹមសត្វបងប្អូនបាទអញ្ចឹងមានតែប៉ុណ្ណឹងទេបងប្អូនកុំថាវាជាប្រយោជន៍ហើយបងប្អូនអាចស្រាវជ្រាវបន្ថែមពីអេនីញ៉ូពីបាតុភូតអេនីញ៉ូដែលកើតឡើងជាកម្ដៅខ្ពស់ជាងធម្មតាបាទខ្ញុំតាមមើលឯកសារអាចនឹងវាកើនឡើងកម្ដៅខ្ពស់ពី2ទៅ4អង្សាបើធៀបមួយសីតុណ្ហភាពធម្មតាបាទខ្ពស់ជាងប៉ុណ្ណឹងហើយចឹងឧទាហរណ៍បើសិនជាកម្ដៅធម្មតាអាចនឹងខ្ទង់38 39អាចបូក2បូក3ថែមទៀតទៅអាចនឹង40ជាងបាទបងប្អូនកម្ដៅ40ជាងហើយនៅក្នុងរដូវវស្សាគិតមើលវាអាចខ្ពស់បងប្អូនកើតចំពេលក្នុងខែរដូវវស្សាអញ្ចឹងហើយគេស្ទង់ថាកូនរដូវប្រាំងអាចនឹងឆាប់ឈានមកដល់ខ្ទង់ខែ9នេះហ្នឹងចាប់ផ្ដើមមានបញ្ហាអត់ទឹកអត់អីគ្រោះរាំងស្ងួតអញ្ចឹងដំណាំស្រូវក៏ថយទិន្នផលដូចគ្នានេះជាបញ្ហាបងប្អូនអញ្ចឹងហើយសង្ឃឹមថានៅកម្ពុជាយើងអត់មានបញ្ហាហើយធ្ងន់ធ្ងរបងប្អូនមានតែបងព្រះសំពះទេវតាទេនៅក្នុងកលៈទេសៈនេះព្រោះអីវាជាបាតុភូតធម្មជាតិសូមឲ្យយើងឆាប់ចុះត្រជាក់មកវិញបាទកុំឲ្យមានបញ្ហាខ្លាំងដូចនៅប្រទេសជិតខាងបងប្អូនប្រទេសជិតខាងយើងណាប្រទេសនេះណាហើយគេមានប្រកាសបងប្អូនប្រកាសអាសន្នទាក់ទងជាមួយនឹងបញ្ហានឹងដែរបញ្ហាអេនីញ៉ូហ្នឹងតែនៅយើងដូចព័ត៌មានអត់តទូលំទូលាយថាវាអាចនឹងប្រឈមទៅលើបញ្ហាចំណុចណាមួយឬក៏ស្ថាប័នពាក់ព័ន្ធតែយើងគួរដោះស្រាយបែបណាចឹងអានេះជាចំណុចមួយដែលខ្ញុំចែករំលែកហើយសង្ឃឹមថាបងប្អូននឹងអាចនឹងស្វែងយល់ដឹងបន្ថែមទៀតដើម្បីការពារខ្លួនបងប្អូនធម្មតាបើសិនជាយើងអ្នកកសិកម្មយើងត្រូវស្វែងយល់អំពីឧតុនិយមអំពីបញ្ហាពាក់ព័ន្ធនៅក្នុងថ្ងៃអនាគតនឹងអាចមានអីកើតឡើងយើងត្រូវតែតាមដានបងប្អូនអញ្ចឹងយើងឧស្សាហ៍តាមដានទៅលើអាកាសធាតុទៅយើងអាចដឹងមុនអញ្ចឹងយើងការពារខ្លួនបងប្អូនបាទហើយមានតែប៉ុណ្ណេះទេបងប្អូនអរគុណសូមជម្រាបលា